ជំរាបសួរស្វាគមន៍មកកាន់វីដេអូភាគ5អំពីអាហារូបករណ៍គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែករំលែកអំពីប្រវត្តិឬក៏ដំណើរនៃការដាក់ពាក្យអាហារូបករណ៍របស់ខ្ញុំថាតើខ្ញុំមានក្តីសុបិននេះតាំងពីពេលណាហើយខ្ញុំបានធ្វើអ្វីខ្លះដើម្បីឲ្យក្តីសុបិនរបស់ខ្ញុំមួយនេះបានក្លាយទៅជាការពិតកាលពីឆ្នាំ2013ខ្ញុំបានជួបបងស្រីម្នាក់គាត់ជាគ្រូបង្រៀនជំនាញទន់របស់ខ្ញុំនៅវិទ្យាល័យគាត់បានបញ្ចប់ការសិក្សាពីប្រទេសបង់ក្លាដេសថ្នាក់បរិញ្ញាបត្រចំនួន5ឆ្នាំមិនត្រឹមតែប៉ុណ្ណោះនៅឆ្នាំ2016គាត់ទទួលបានឱកាសអាហារូបករណ៍ពីប្រទេសអៀតឡង់ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ម្ដងទៀតរឿងរ៉ាវរបស់គាត់បានធ្វើឲ្យខ្ញុំចាប់ផ្ដើមមានគោលបំណងចាប់ផ្ដើមមានក្តីសម័យទៅលើការសិក្សាក្រៅប្រទេសប៉ុន្តែវាមិនមែនជាអារម្មណ៍ឆេះឆួលទេដោយសារតែយើងអត់ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសដទៃទៀតអញ្ចឹងយើងពុំទាន់បានឃើញពិភពលោកយើងអត់ទាន់បានឃើញឱកាសយើងអត់ទាន់បានឃើញពីបរិយាកាសខាងក្រៅដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងចង់ចេញទៅខាងក្រៅឲ្យបានច្រើននៅឡើយទេជាភ័ព្វសំណាងឆ្នាំ2016ខ្ញុំទទួលបានឱកាសធ្វើទស្សនកិច្ចទៅកាន់ប្រទេសអៀតឡង់ជាប្រទេសដែលគាត់ត្រូវរៀននឹងរយៈពេល3សប្តាហ៍ប៉ុន្តែខ្ញុំទៅមុនគាត់ទៅរៀននៅឡើយទេនៅពេលដែលខ្ញុំទៅគឺខ្ញុំបានឃើញពីទីធ្លាសាលាដ៏ធំមួយទៅឃើញបរិយាកាសសាលាដែលមានភាពស្រស់បំព្រងទៅឃើញបរិក្ខាររៀនសូត្រដែលទំនើបនិងបានស្ដាប់កម្មវិធីសិក្សានៅក្នុងសាលាហ្នឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថានេះគឺជាអីដែលយើងចង់ធ្វើចង់សម្រេចឲ្យបាននៅថ្ងៃអនាគតត្រឡប់មកប្រទេសកម្ពុជាវិញខ្ញុំចាប់ផ្ដើមស្វែងរកការងារធ្វើហើយខ្ញុំធ្វើនៅវិស័យដែលតាក់ទងទៅនឹងជំនាញដែលខ្ញុំរៀនគឺគ្រប់គ្រងទេសចរនៅពេលដែលខ្ញុំធ្វើការខ្ញុំមានអារម្មណ៍ថាខ្ញុំបានបាត់បង់អ្វីមួយយ៉ាងខ្ញុំហាក់ដូចជាមានអារម្មណ៍ថាស្រឡាញ់ការងារហើយប៉ុន្តែដូចជាមានកូនចិត្តមួយនឹងអត់ដឹងថាមានអារម្មណ៍ថាតោមនស្សកន្លែងតាណាដែលធ្វើយើងមានអារម្មណ៍ថាខ្ញុំដូចជាចង់ទៅរកអីមួយផ្សេងទៀតទាំងអារម្មណ៍ភ័យខ្លាចផងទាំងអារម្មណ៍ក្លាហានផងមិនយល់និយាយមិនត្រូវទេខ្ញុំសម្រេចចិត្តផ្ញើសារទៅកាន់ម្ចាស់ក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងផ្ទាល់តែម្ដងនឹងថាខ្ញុំមានរឿងចង់និយាយជាមួយគាត់ហើយខ្ញុំចង់និយាយនៅពេលដែលក្រុមការងារចេញទៅផ្ទះអស់ព្រោះវាជារឿងផ្ទាល់ខ្លួនអញ្ចឹងខ្ញុំក៏បានជម្រាបគាត់អំពីបំណងនៅក្នុងការដាក់ពាក្យអាហារូបករណ៍ក្រៅប្រទេសហើយមូលហេតុចម្បងធំនៃការជួបនេះគឺចង់ស្នើសុំឈប់ពីការងារដើម្បីយើងអាចទៅរកការវិស័យការងារដែលតាក់ទងទៅនឹងជំនាញដែលយើងចង់រៀនហើយនឹងអាចជួយយើងនឹងទទួលបានឱកាសអាហារូបករណ៍ផងបន្ទាប់ពីនឹងមកគឺខ្ញុំបានធ្វើការបដិហើយខ្ញុំព្យាយាមរៀនភាសាអង់គ្លេសបដិអញ្ចឹងនៅកន្លែងការងាររបស់ខ្ញុំគេបានផ្ដល់ជំនួយរៀនភាសាអង់គ្លេសផងហើយខ្ញុំខ្ចីលុយនៅកន្លែងធ្វើការងារផងពេលហ្នឹងគឺខ្ញុំរៀននៅ ACE អញ្ចឹងយើងខ្ចីលុយមករៀនមកពេលយើងធ្វើការគឺគេកាត់ប្រាក់ខែអូតូអញ្ចឹងងាយស្រួលដែរបន្ទាប់មកនៅចុងឆ្នាំ2017ដើមឆ្នាំ2018ខ្ញុំបានជួបជាមួយនឹងអតីតនិស្សិតរបស់អាហារូបករណ៍គាំទ្ររដ្ឋាភិបាលអូស្ត្រាលីដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតពីប្រទេសអូស្ត្រាលីធ្វើការមួយគាត់បានលើកទឹកចិត្តឲ្យយើងមានក្តីសុបិនឲ្យដាក់អាហារូបករណ៍នោះមុនកូវីដខ្ទោឆ្នាំ2019 2020ហ្នឹងគឺខ្ញុំជាមួយនឹងក្រុមការងារដែលជាអតីតកន្លែងការងាររបស់ខ្ញុំគឺបានរៀនភាសាអង់គ្លេសជាក្រុមតូចមួយសិតតែអ្នកដែលចង់ដាក់ហាត់ប្រភេទខ្ញុំក៏បានដាក់កម្មវិធីបំលាស់ប្ដូរបទពិសោធន៍មួយដើម្បីជាបទពិសោធន៍ក្នុងការសរសេរពាក្យហើយក៏ទទួលបានឱកាសទៅហាត់ការនៅសហរដ្ឋអាមេរិកប្រហែលជា15សប្តាហ៍តែដោយសារតែកូវីដគឺកម្មវិធីនឹងរំលាយតាំងពី2020រហូតដល់2022អញ្ចឹងខ្ញុំទៅដើមខែ9មកវិញពាក់កណ្ដាលខែ12ឆ្នាំ2022បន្ទាប់មកនៅខ្ទង់ប្រហែលជាខែ2គឺកម្មវិធីបទបង្ហាញពីអាហារូបករណ៍គឺបានធ្វើឡើងនៅក្នុងខេត្តសៀមរាបហើយខ្ញុំក៏បានទៅស្ដាប់ប៉ុន្តែនៅពេលហ្នឹងគឺខ្ញុំមើលឃើញថាខ្ញុំនៅមានរឿងជាច្រើនដែលខ្ញុំត្រូវបំពេញដើម្បីទទួលបានអាហារូបករណ៍មានទាំងភាសាអង់គ្លេសព្រោះពេលហ្នឹងគឺខ្ញុំទើបតែមាន IELTS 6ចុចទេហើយមួយទៀតគឺឯកសារផ្លូវការអញ្ចឹងខ្ញុំក៏មិនសម្រេចចិត្តថាដាក់ពាក្យទេដោយសារតែមើលទៅមានរឿងច្រើនដែលត្រូវធ្វើអញ្ចឹងខ្ញុំក៏សម្រេចចិត្តរៀនភាសាអង់គ្លេសត្រៀមហើយនឹងចាប់ផ្ដើមរៀបចំឯកសារផ្លូវការរបស់ខ្ញុំរហូតដល់ឆ្នាំ2024ទើបខ្ញុំសម្រេចចិត្តនៅក្នុងការដាក់ក៏ទទួលបានឱកាសបានអាហារូបករណ៍និងបានមករៀននៅក្នុងឆ្នាំនេះ ប
នៅដើមសប្តាហ៍ក្រោយខ្ញុំនឹងចេញវីដេអូទី6ជាសារផ្ញើជូនទៅកាន់បងប្អូនដែលត្រៀមខ្លួននៅក្នុងការដាក់អាហារូបករណ៍ឆ្នាំក្រោយៗថាតើគួរតែសម្លឹងមើលនៅផ្នែកណាខ្លះដើម្បីត្រៀមលក្ខណៈដាក់អាហារូបករណ៍អរគុណចំពោះការទស្សនាវីដេអូនេះហើយជួបគ្នានៅក្នុងវីដេអូបន្ត